ហ្នឹងហើយបងប្អូននេះគឺកម្មភាពដំបូងគឺផ្លូវចូលនៅវត្តយើងហ្នឹងហើយសូមអញ្ជើញបងប្អូនសិស្សដែលគាត់មកជួយសម្អាតដើម្បីទទួលអបអរនៅឆ្នាំថ្មីយើងនៅខាងមុខនេះក៏ដូចជាឥឡូវសូមអញ្ជើញមកទស្សនាទាំងរូបភាពទាំងស្រុងដូចទៅសូមអញ្ជើញគឺបានចងជុងចងក្តាយក៏ដូចជាបងប្អូនគាត់កំពុងតែសម្អាតនៅក្នុងទីអារាមយើងនេះហ្នឹងហើយបងប្អូនហើយប៉ុន្តែគឺអត់ទាន់ទាំងស្រុងទេបងប្អូនគឺនៅទៀតមានតបតែងអីច្រើនទៀតប៉ុន្តែយើងអត់ទាន់ទៅនេះគឺថ្ងៃអាទិត្យបានគាត់ទៅនេះបងប្អូនខាងធ្វើការនោះយ៉ាងណាបងប្អូនហ្នឹងហើយមានបងប្អូនមួយសិស្សានុសិស្សដែលនៅសាលាទាំងលើយើងហ្នឹងគាត់មកចូលរួមសម្អាតដើម្បីឲ្យស្អាតនៅទីអារាមរបស់យើងហ្នឹងហើយបងប្អូននោះគឺកន្លែងឆាកក៏ដូចជាកន្លែងយើងបាយបាំជាប្រយើងយើងដូចហ្នឹងក៏មានបដាតាំងដើម្បីទទួលក៏ដូចជាបង្ហាញនៅមិត្តផលរបស់ខ្មែរយើងក៏មានកំពង់មានគ្រូមានលោកមានមុខអីយ៉ាងទៅដែរបងប្អូនហ្នឹងហើយគឺរូបភាពនេះខ្ញុំផ្ញើទៅដល់បងប្អូនទាំងអស់ហើយកុំភ្លេចបងប្អូនទាំង17ភូមិដែលរស់នៅសង្កាត់ត្រាយតងក្រុងឧត្តរមានជ័យសូមអញ្ជើញមកទស្សនាក៏ដូចជាលេងកម្សាន្តជាមួយយើងខ្ញុំទាំងអស់គ្នានៅថ្ងៃទី14 15គឺ16នឹងផងដែរនឹងវីដេអូមានប៉ុណ្ណឹងក៏សូមអរគុណដល់បងប្អូនសម្រាប់តាមដានកុំភ្លេចគឺ like page follow របស់ខ្ញុំបាទបងសូមអរគុណនិងសូមជម្រាបលាបាយបាយការតបតែងគឺអត់ទាន់ហើយដែរបងប្អូនព្រោះថាបងប្អូនគាត់ទៅនេះថ្ងៃអាទិត្យអញ្ចឹងនេះជាទស្សនវិជ្ជារួមដែលបងប្អូនរៀបចំក៏ដូចជាគណៈកម្មការគ្រប់សម្ដាប់ដែលគាត់មកបង្កើតកម្មវិធីសង្ក្រាន្តនៅវត្តសំរោងរាំងសីដែលស្ថិតនៅសង្កាត់ត្រាយតងក្រុងឧត្តរមានជ័យនេះបងប្អូនឥឡូវនេះខ្ញុំអញ្ជើញបងប្អូនទាំងអស់គ្នាទស្សនាក៏ដូចជាមើលទេសភាពទាំងស្រុងដែលបងប្អូនក៏ដូចជាលោកយាយលោកតាគាត់មកអញ្ជើញតាំងក៏ដូចជាតបតែងសម្រាប់ទទួលទេវតាឆ្នាំថ្មីនៅវត្តទួលសំរោងយើងទាំងមូលឥឡូវសូមអញ្ជើញមកទស្សនាមកចំមាត់ដោយតទៅ